បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនមួយនេះនៅក្នុងវីដេអូនេះគឺលោកគ្រូនឹងលើកយកអត្ថបទអំណាចភាសាខ្មែរថ្នាក់ទី6យើងមួយទៀតត្រង់ទំព័រទី13ណាអ្នកបងប្អូនអាចបើកសៀវភៅបងប្អូនមើលក៏បានឬក៏មើលតាមរយៈវីដេអូរបស់លោកគ្រូក៏បានជាងអត្ថបទអំណាចនេះលោកគ្រូយកមកនេះគឺដើម្បីអានដល់បងប្អូនទាំងអស់គ្នាមើលតែលោកមានពាក្យពិបាកឬក៏ពាក្យដែលបងប្អូនអត់ទាន់ចេះជាពិសេសនោះគឺបងប្អូនដែលខ្សោយអំណាចណាបងប្អូនអាចរៀនអានតាមរយៈវីដេអូរបស់លោកគ្រូបានលោកគ្រូអានអត់លឿនទេលោកគ្រូអានយឺតដើម្បីជួយទៅដល់បងប្អូនហើយមួយវិញទៀតនៅពេលដែលលោកគ្រូអានអត្ថបទអំណាចនេះចប់លោកគ្រូនឹងធ្វើកំណែលំហាត់ណាឲ្យបងប្អូនទាំងអស់គ្នាដើម្បីបងប្អូនទាំងអស់គ្នាអាចទៀងផ្ទាត់ជាមួយនឹងចម្លើយរបស់បងប្អូនដែលបានធ្វើអូខេតើអញ្ចឹងកុំអោយខាត់ពេកយើងចូលទៅដល់អត្ថបទអំណាចរបស់យើងមុនសិនបន្ទាប់មកលោកគ្រូនឹងធ្វើលំហាត់តោះអញ្ចឹងយើងមើលអត្ថបទអំណាចទាំងអស់គ្នាអញ្ចឹងអំណាចរឿងបងប្រុសណានេះគឺចំណងជើងវាឬគឺរឿងបងប្រុសត្រង់រូបភាពនេះគឺលោកគ្រូអត់បានសួរបងប្អូនទេឬក៏បញ្យល់ទេណាទៅដល់ក្នុងថ្នាក់លោកគ្រូអ្នកគ្រូនឹងសួរបងប្អូនដែរណាអញ្ចឹងបងប្អូនអាចរៀនឆ្លើយខ្លួនឯងបានតែអញ្ចឹងលោកគ្រូចូលមកដល់អត្ថបទអំណាចរបស់យើងតែម្ដងជាងលោកគ្រូសូមអានឲ្យបងប្អូនសូមមើលក្រៃលោមានពាក្យណាពិបាកតោះចាប់ផ្ដើមនិតនិងនួនជាបងប្អូនបង្កើតនឹងគ្នាតាំងពីអ្នកមានគុណបានចែកឋានទៅជីវភាពគ្រួសារពួកគេជួបការលំបាកយ៉ាងខ្លាំងនិតជាបងបានសម្រេចចិត្តផ្អាកការរៀនសូត្រមួយរយៈដោយទុកឲ្យប្អូនបានសិក្សាបន្តទៀតនួនខំរៀនណាស់មិនឲ្យបងខកចិត្តឡើយឯនិតវិញពេលទំនេរពីការងារស្រែចម្ការគេបានចូលសិក្សានៅក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍ឆ្នាំនេះនួនរៀននៅថ្នាក់ទី12ហើយបានប្រឡងជាប់ដូចប្រាថ្នាថ្ងៃមួយនួនចង់ទៅរកការងារធ្វើដើម្បីជួយសម្រាលបន្ទុកបងតែនិតមិនយល់ព្រមនួនសួរបងតើយើងបានប្រាក់ពីណានិតឆ្លើយឯងកុំបារម្ភទុកឲ្យបងជាអ្នកដោះស្រាយរាត្រីនោះនិតនិទ្រាមិនលក់សោះព្រោះខ្លួនមិនដឹងទៅប្រកបរបរអ្វីដើម្បីរកបានប្រាក់ឲ្យប្អូនរៀននោះទេពីមួយថ្ងៃទៅមួយថ្ងៃនិតចេះតែជញ្ជឹងគិតរកមុខរបរផ្សេងតែនឹកមិនឃើញសោះចំណែកនួនអាណិតបងខ្លាំងណាស់គេតាំងចិត្តថានឹងខិតខំរៀនសូត្រដើម្បីបានការងារធ្វើចិញ្ចឹមបងគេវិញមកលោកគ្រូសុំកលបន្តិចតោះបន្តទៀតថ្ងៃមួយនិតនិងអ្នកភូមិខ្លះបាននាំគ្នាទៅខ្ចីប្រាក់ឥណទានពីធនាគារភូមិយកមកធ្វើជាដើមទុនក្នុងការចិញ្ចឹមជ្រូកនិងត្រីជាលើកដំបូងនិតបានត្រឹមតែរួចដើមប៉ុណ្ណោះក្រោយមកនិតបានរៀនបច្ចេកទេសចិញ្ចឹមសត្វពីមជ្ឈមណ្ឌលសិក្សាសហគមន៍ចាប់ពីពេលនោះមកនិតចេះជំនាញចិញ្ចឹមសត្វច្បាស់លាស់និតអាចរកប្រាក់ឧបត្ថម្ភការសិក្សារបស់នួនដោយមិនជួបការលំបាកដូចមុនទៀតឡើយក្រោយពីបញ្ចប់ការសិក្សានួនបានចូលបម្រើការងារនៅក្នុងការងារក្នុងក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញនួនសន្សំប្រាក់ខែបានមួយចំនួនគេយកប្រាក់ទាំងនោះទៅប្រគល់ជូនបងទាំងអស់ដើម្បីឲ្យបងបានរៀបអាពាហ៍ពិពាហ៍ចាប់ពីពេលនោះមកគ្រួសារនេះរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលឬក៏យើងអាចថាសុភមង្គលណាតែអញ្ចឹងអត្ថបទលោកគ្រូបានអានហើយសង្ឃឹមថា
បងប្អូនចេះនៅពាក្យពិបាកណាអញ្ចឹងពាក្យបាក់វាដូចជាអត់សូវមានច្រើនប្រហែលទេដូចជាកន្លែងនេះគឺអានថាមជ្ឈមណ្ឌលសិក្សាសហគមន៍ណាកន្លែងហ្នឹងអាចថាជាពាក្យពិបាកហើយត្រង់កន្លែងនេះមួយទៀតគឺកន្លែងនេះយើងអានថាអនទានបើក្នុងសភៅគេដាក់អ៊ីណទានណាប៉ុន្តែយើងអានអត់ចឹងទេយើងអានអនទានហើយពាក្យមួយទៀតដូចជាពាក្យបច្ចេកទេសណាបច្ចេកទេសអូខេយើងអានថាបច្ចេកទេសហើយកន្លែងនេះឧបត្ថម្ភមានអីទៀតដូចជាអានេះអាពាពិពាកន្លែងសុភមង្គលណាសុភមង្គលដូចជាមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនតន់នៅពាក្យបានណាបើសិនជាបងប្អូនដែលខ្សោយបងប្អូនអាចមើលម្ដងហើយម្ដងទៀតរៀនអានយូរទៅបងប្អូននឹងរីកចម្រើនហើយការអានរបស់បងប្អូននឹងប្រសើរឡើងហើយកុំខ្ជិលណាអញ្ចឹងយើងខ្សោយយើងត្រូវព្យាយាមហើយអ្នកខ្លាំងក៏យើងត្រូវតែខិតខំបន្ថែមទៀតដែរណាតោះឥឡូវយើងមើលចំណុចបន្តអញ្ចឹងត្រង់សំណួរនេះលោកគ្រូសូមបញ្ជាក់បន្តិចគឺទាំង5នេះគឺលោកគ្រូអត់ឆ្លើយជូនទេអត់ឆ្លើយឲ្យបងប្អូនទេអញ្ចឹងបងប្អូនអាចរៀនឆ្លើយមើលអត្ថបទខាងលើហ្នឹងទៅគឺសំណួរងាយបងប្អូនអាចឆ្លើយបានហើយទីអត្ថាទី1តើនិតនិងនួនត្រូវជាអ្វីនឹងគ្នាអញ្ចឹងបងប្អូនមើលអត្ថបទទៅឃើញបាត់ហើយណាទី2ទី3ទី4ទី5ហ្នឹងក៏ដូចគ្នាដែរអញ្ចឹងបងប្អូនមើលរកចម្លើយនៅខាងលើនេះលោកគ្រូជឿជាក់ថាបងប្អូននឹងរកឃើញណាចម្លើយទាំងអស់ហ្នឹងតោះកុំឲ្យខាតពេកយើងចូលទៅដល់ចំណុចដែលលោកគ្រូនឹងធ្វើឲ្យបងប្អូនគឺត្រង់លំហាត់នេះណាលំហាត់របស់យើងមានចំនួន2កហើយនិងខអញ្ចឹងលោកគ្រូសូមអានហើយបន្តមកលោកគ្រូនឹងបង្ហាញចម្លើយណាអញ្ចឹងចំណុចកចូលប្រើវចនានុក្រមដើម្បីពន្យល់ន័យរបស់ពាក្យបាទគេឲ្យប្រើវចនានុក្រមពន្យល់ពាក្យទី1យើងអានថាបច្ចេកទេសបាទបច្ចេកទេសទី2អនទានទី3ឧបត្ថម្ភទី4ធនាគារទី5សហគមន៍បាទអញ្ចឹងបងប្អូនអាចមានបទានុក្រមក៏បងប្អូនអាចមើលអាហ្នឹងបានដែរណាយើងអាចរៀនធ្វើបានតោះចំណុចខចូលរកពាក្យនៃដូចមកជំនួសពាក្យដែលមានគំនូសពីក្រោមក្នុងល្បះនីមួយបាទអញ្ចឹងគេឲ្យយើងរកអីគេរកពាក្យនៃដូចយកមកជំនួសពាក្យដែលមានគំនូសពីក្រោមនេះពាក្យសិក្សានេះអញ្ចឹងយើងអាចនេះឧទាហរណ៍ទី1នេះតើពាក្យសិក្សាយើងអាចជំនួសពាក្យអីក្រៅពីសិក្សានឹងបានទី2នេះនិទ្រាណាឥឡូវលោកគ្រូសូមអានតែម្ដងទៅហេឡូបងប្អូនចង់ចេះអានដែរតោះអញ្ចឹងទី1នេះនិតបានសម្រេចចិត្តឈប់រៀនដោយទុកឲ្យនួនបានសិក្សាបន្តទៀតដោយទុកឲ្យនួនបានសិក្សាបន្តទៀតឡើយកន្លែងនេះមិនគួរដាក់ឡើយណាអានម្ដងទៀតមកដូចអត់ទំនងសោះនិតបានសម្រេចចិត្តឈប់រៀនដោយទុកឲ្យនួនបានបន្តការសិក្សាទៀតបាទអញ្ចឹងឡើយគេដាក់មកទៅអីណាបាទដូចជាអត់ទំនងសោះអញ្ចឹងលោកគ្រូសូមលុបអានេះចេញណាតែអញ្ចឹងអ្វីដែលយើងត្រូវធ្វើកន្លែងសិក្សាណាយើងបដូរយើងយកពាក្យអីមកជំនួសសិក្សាបងប្អូនអាចគិតឃើញសិក្សាមានន័យថាម៉េចអាចរៀនយ៉ាងអត់បាទអញ្ចឹងយើងអាចគិតសិនណាតោះទី2រាត្រីនោះនិតនិទ្រាមិនលក់សោះអូខេនិទ្រាហ្នឹងអីគេនិទ្រាមិនលក់អញ្ចឹងបងប្អូនអាចដឹងហើយណាកន្លែងហ្នឹងទី3និតអាចរកប្រាក់ឧបត្ថម្ភនួនដោយមិនមានការលំបាកដូចមុនទៀតបាទអញ្ចឹងនិតអាចរកប្រាក់ឧបត្ថម្ភកន្លែងហ្នឹងមានន័យថាម៉េចណាយើងអាចយកពាក្យអីមកជំនួសពាក្យឧបត្ថម្ភហ្នឹងបានអូខេតោះទី4និតបានប្រគល់ប្រាក់ជូនបងទាំងអស់ដើម្បីឲ្យបងបានរៀបអាពាហ៍ពិពាហ៍អញ្ចឹងរៀបអីគេកន្លែងហ្នឹងរៀបអាពាហ៍ពិពាហ៍ហ្នឹងមានន័យថាម៉េចណាតែអញ្ចឹងយើងទៅមើលចម្លើយទាំងអស់គ្នាតែម្ដងកុំឲ្យខាត់ពេលបាទនេះគឺជាចម្លើយដែលលោកគ្រូបានធ្វើជូនបងប្អូនទាំងអស់គ្នាណាអញ្ចឹងយើងមើលទាំងអស់គ្នាលោកគ្រូនឹងអានឲ្យបងប្អូនស្ដាប់ហេឡូបងប្អូនអត់សូវចេះអានអញ្ចឹងទៅក៏ពិបាកដែរណាអញ្ចឹងលោកគ្រូសូមអានចំណុចកគឺបញ្យលពាក្យអញ្ចឹងបញ្យលពាក្យរបស់យើងមាន5អញ្ចឹងពាក្យទី1យើងហៅថាបច្ចេកទេសថ្នាក់ពាក្យនាមមានន័យថាចំណេះមួយផ្សេងទៅឡែកខាងសិល្បៈឬក៏ខាងវិទ្យាសាស្ត្រអញ្ចឹងអាហ្នឹងគេហៅថាបច្ចេកទេសណាជាអត្ថន័យរបស់វាកន្លែងនេះទី2អនទានហ្នឹងគឺខ្លីទេថ្នាក់ពាក្យនាមមានន័យថាការឲ្យខ្ចីណាការឲ្យខ្ចីទៅថាខ្ចីលុយអញ្ចឹងទៅបាទអាហ្នឹងគឺជាអនទានអញ្ចឹងន័យរបស់វាគឺការឲ្យខ្ចីណាឲ្យខ្ចីលុយអញ្ចឹងណាដូចជាធនាគារអញ្ចឹងឲ្យយើងខ្ចីលុយហ្នឹងគេហៅថាអនទានហើយណាតទី3គឺឧបត្ថម្ភថ្នាក់ពាក្យនាមមានថាការទំនុកបំរុងគ្រឿងទំនុកបំរុង
បាទអញ្ចឹងអត្ថន័យរបស់វាកន្លែងនេះណាបងប្អូនអាចកត់បានហើយទី4គឺធនាគារអញ្ចឹងធនាគារឋានៈពាក្យនាមមានន័យថាឃ្លាំងដាក់ទ្រព្យឬក៏ឃ្លាំងប្រាក់បាទអញ្ចឹងធនាគារហ្នឹងគឺកន្លែងលុយហើយណាដាក់លុយដាក់អីហ្នឹងតើមួយទៀតគឺចុងក្រោយនេះគឺអានថាសហគមន៍ឋានៈពាក្យវាគឺនាមមានន័យថាប្រជុំភូមិឬតំបន់ដែលអ្នកស្រុកប្រកបមុខរបររួមគ្នាបាទប្រជុំភូមិឬតំបន់ដែលអ្នកស្រុកប្រកបមុខរបររួមគ្នាអញ្ចឹងមានន័យថាគឺជាសហគមន៍តើអញ្ចឹងយើងចូលចំណុចខមួយទៀតពាក្យន័យដូចតើអញ្ចឹងពាក្យន័យដូចនេះលោកគ្រូដាក់យកណាអញ្ចឹងពាក្យរបស់យើងខាងលើនេះលោកគ្រូសុំឲ្យមើលខាងលើអញ្ចឹងកន្លែងនេះគឺយើងមានដាក់តែមួយដោយលោកគ្រូដាក់ស្មើអញ្ចឹងទេគឺយើងយកពាក្យហ្នឹងមកជំនួសនៅក្នុងរបស់ហ្នឹងទីហោមកលោកគ្រូទីហោណាទីអន្តទី1សិក្សាស្មើនឹងអីគេស្មើនឹងរៀនសូត្រអញ្ចឹងកន្លែងនេះគឺយើងធ្វើបែបនេះលោកគ្រូទីហោមួយអញ្ចឹងយើងត្រូវបដូរសិក្សាទៅរៀនសូត្រហើយយើងសេថានិតបានសម្រេចចិត្តឈប់រៀនដោយទុកឲ្យនួនបានរៀនសូត្របន្តទៀតណាបន្តទៀតកន្លែងហ្នឹងយើងចំនួនដោយពាក្យរៀនសូត្រមកយល់ទេបងប្អូនបាទសង្ឃឹមថាយល់ណាបាទយើងត្រូវសរសេរអាហ្នឹងមកវិញរបស់ហ្នឹងមកវិញហើយយើងបដូរពាក្យសិក្សានេះទៅជាពាក្យរៀនសូត្រណាតាទី2និទ្រាហ្នឹងមានថាគេងដេកសម្រានផ្ទុំឬក៏សឹងអញ្ចឹងយើងមើលពាក្យណាដែលយ៉ាងទំនងជាងគេវាអត្ថន័យវាដូចច្រើនហ្នឹងតែយើងយកអាណាដែលដាក់ទៅសមណាអញ្ចឹងគេងដេកសម្រានផ្ទុំសឹងអញ្ចឹងយើងយកពាក្យមួយណាបាទអញ្ចឹងយើងអាចយកពាក្យថាដេកមកណាឬក៏គេងមកអញ្ចឹងយើងដាក់ថាម៉េចរាត្រីនោះនិទ្រាមិនលក់សោះអញ្ចឹងនិទ្រានេះថាគេងមិនលក់សោះឬក៏ដេកមិនលក់សោះយើងអត់អាចយកពាក្យនៃដូចផ្សេងទៀតដូចជាសម្រានឬផ្ទុំឬក៏សឹងទេអានេះប្រើសម្រាប់ស្ដេចនេះសម្រាប់ព្រះសង្ឃហើយសម្រាមនេះគឺសម្រាប់ចាស់អញ្ចឹងនិតនេះដូចជាមិនមែនចាស់ទេបាទគឺយើងអាចប្រើពាក្យគេងឬក៏ដេកលក់សោះតើពាក្យមួយទៀតគឺទី3ដល់លោកគ្រូទៅលើទៅខំវិលមុខណាតាមអីណាតែទី3ឧបត្ថម្ភមានន័យថាជួយគ្រប់គ្រងផ្គត់ផ្គង់ឬក៏ទំនុកបំរុងអញ្ចឹងយើងយកមួយណាមាន4អញ្ចឹងយើងមើលតិចមកនិតអាចរកប្រាក់ឧបត្ថម្ភនួនដោយមិនជួបការលំបាកដូចមុនទៀតអញ្ចឹងយើងអាចដាក់ថានិតអាចរកប្រាក់ទំនុកបំរុងនួនឬក៏យើងដាក់ថាមិនទៀតនេះយើងមើលខាងក្រោមមកយើងអាចថាផ្គត់ផ្គង់ឬក៏ជួយក៏បានដែរណាយើងអាចថានិតអាចរកប្រាក់ផ្គត់ផ្គង់នួនអញ្ចឹងក៏បានដែរណាអញ្ចឹងយើងអាចយកអាណាទំនងជាងគេមកលោកគ្រូដាក់ច្រើនអញ្ចឹងបងប្អូនអាចជ្រើសរើសយកមួយណាហើយកន្លែងនេះគឺរៀបអាពាហ៍មានថារៀបការឬក៏រៀបអភិសេកប៉ុន្តែរៀបអភិសេកនេះគឺយើងប្រើចំពោះស្ដេចទេអញ្ចឹងយើងប្រើពាក្យថារៀបការកន្លែងហ្នឹងណាអញ្ចឹងកន្លែងនេះយើងដាក់ថានិតបានប្រគល់ប្រាក់ជូនបងទាំងអស់ដើម្បីឲ្យបងបានរៀបការកន្លែងហ្នឹងដាក់ការមកណារៀបការកន្លែងហ្នឹងណាបាទតើអញ្ចឹងទៅជាអស់ណាមានតែប៉ុណ្្នឹងឯងអត្ថបទអំណានរបស់យើងហើយលំហាត់គឺមានដូចជាមានតែ2ហ្នឹងលោកគ្រូកំណែឲ្យអស់ហើយអញ្ចឹងបងប្អូនអាចកត់តាមហ្នឹងមកណាបាទ stop video ហើយកត់មកតើអញ្ចឹងអរគុណច្រើនសម្រាប់ការរៀនជាមួយលោកគ្រូក្នុងវីដេអូនេះហើយបើសិនជាចូលចិត្តជួយចុច like ក៏ដូចជា subscribe channel របស់លោកគ្រូមួយបើចង់រៀនឬក៏ទទួលបានវីដេអូថ្មីណាកុំភ្លេចលោកគ្រូមានតែប៉ុណ្្នឹងទេហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាជោគជ័យក្នុងការសិក្សាខិតខំរៀនសូត្រទាំងអស់គ្នាបានជោគជ័យណាគ្រូជូនពរហ្នឹងគឺអត់ជោគជ័យទេខិតខំដែរតោះកុំលេងទូរស័ព្ទហ្មងពេកហើយធ្វើជាកូនល្អសិស្សល្អនិងជាពលរដ្ឋល្អទាំងអស់គ្នាអរគុណយើងនឹងជួបគ្នាសាជាថ្មីនៅក្នុងវីដេអូក្រោយសុខសប្បាយ